មកជុំជាមួយនឹងបងប្អូនដែលជាតែជាសងអាចនិយាយពីឬនិយាយថា trend bullish ឬក៏ trend bearish ចេញជាទម្រង់ខ្សែឡើងឬក៏មិនតែវាអាចចេញពីជាទម្រង់ខ្សែចុះអញ្ចឹងយើងមកស្គាល់មេរៀននឹងដើម្បីអីដើម្បីយើងអាចចាប់រកតំបន់ high តំបន់ low តំបន់ low តំបន់ high នៅក្នុងទីផ្សាររបស់យើងបានអញ្ចឹងកាលណាដែលយើងស្គាល់ trend នេះច្បាស់គឺយើងអាចរក high រក low រក low រក high មិនថា trend ហ្នឹងជា trend ទូច trend ធំឬក៏ជា trend ធម្មតាទេអញ្ចឹង trend ទូច trend ធំហ្នឹងបានន័យថា trend មួយហ្នឹងវាបានដើរទៅកាន់តម្លៃឆ្ងាយពីគ្នាអញ្ចឹងបានអាហ្នឹងយើងអាចនិយាយថា trend ហ្នឹងវា strong វាខ្លាំងវាអាចដើរបានឆ្ងាយ trend ខ្លះទៀតវាអាចដើរបានខ្លីស៊ីសងទៅលើ moment ជាក់ស្ដែងនៅលើទីផ្សារអញ្ចឹងយើងមកស្គាល់និយមន័យនៃ trend អញ្ចឹងកាលណាដែលផ្សារវាអាចបង្កើតជា trend បានលុះត្រានណាតែវាមានពី2 candle ឡើងទៅ2 candle ឡើងទៅហ្នឹងមិនថាវាជា trend bullish ឬក៏ bearish ទេបើសិនជាវាជា trend bullish វាអាចមាន2 candle ឡើងទៅឬក៏វាអាចលើសនឹង3 4 10 20 30ទៅតាមទម្រង់នៃ trend មួយប៉ុន្តែឲ្យតែវាមាន2 candle ឡើងទៅយើងអាចហៅវាថា trend បានហើយប៉ុន្តែ2 candle ហ្នឹង2 candle មិន2 candle ឡើងទៅហ្នឹងបានន័យថា candle ទី2ទៀត body របស់វាអាចឡើងមកផ្ដាច់ជាមួយនឹងតម្លៃ candle ទី1បានន័យថាពូថវាជា bullish trend ទម្រង់ផ្សារឡើងអញ្ចឹងបានន័យថា candle ទី2នេះអាចឡើងមកផ្ដាច់ body របស់វានេះអាចឡើងមកផ្ដាច់តម្លៃអា wick high candle ទី1ដែលយើងរៀនមេរៀនមុន5 point ឡើងនេះយើងហៅវាថា high អញ្ចឹងកាលណាវាអាចឡើងផ្ដាច់អា body candle ទី1នេះបានហើយយើងអាចហៅ2 candle ហ្នឹងទៅជាមកទម្រង់បានហើយទម្រង់ផ្សារឡើងបានហើយឬក៏យើងហៅវាថាជា trend bullish បានតោះបើយើងមកនិយាយពី bearish វិញអញ្ចឹង bearish ក៏ដូចគ្នាដែរកាលណា candle bearish ហ្នឹងវាអាចផ្ដាច់តម្លៃ candle bearish គ្នាវានេះផ្ដាច់តម្លៃហ្នឹងផ្ដាច់តម្លៃគេផ្ដាច់តម្លៃនៅក្នុង wick low របស់ candle ទី1ហ្នឹង body candle ទី2នេះអាចផ្ដាច់តម្លៃ low candle ទី1ហ្នឹងបានអញ្ចឹងពី candle ហ្នឹងយើងអាចហៅវាថាជាទម្រង់ផ្សារចុះឬក៏ trend bearish បានហើយប៉ុន្តែជាស្ដែងវាមិនមែនមាន12ទេវាអាចមាន3មាន4នៃបន្ថែមទៀតចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យឧទាហរណ៍តាំងឡើងនេះវាមិនមែន2ចូលគ្រូបើវាមាន12ខ្ញុំហៅវាជាទម្រង់ bullish បានហើយតែដល់ពេលវាមាន3ខ្ញុំអាចហៅវាទម្រង់ bullish បានអត់បានមកន័យថាឲ្យតែចាប់ពី2ឡើងលើទៅគឺវាទៅជាទម្រង់ bullish ហើយប៉ុន្តែពីហ្នឹងវាត្រូវគោរពលក្ខខណ្ឌអីគេវាត្រូវថា body របស់វានេះចុះមកផ្ដាច់តម្លៃបើសិនជា bearish ចុះមកផ្ដាច់តម្លៃ low candle ទី1បើសិនជា bullish ចុះឡើងទៅផ្ដាច់តម្លៃ high candle ទី1ប៉ុន្តែតម្លៃហ្នឹងបើសិនជាវាមាន2 candle bearish ដែរប៉ុន្តែ candle ទី2នេះវាអាចចុះមកផ្ដាច់អាតម្លៃ low candle ទី1បានទេអញ្ចឹង2 candle ហ្នឹងយើងអាចឲ្យឈ្មោះវាទៅជាទម្រង់ផ្សារចុះឬក៏ bearish trend បានទេតោះតែ candle ទី2នេះអាចផ្ដាច់តម្លៃ low candle ទី1បានទៅវាជាទម្រង់ផ្សារចុះបើវា bullish តោះតែ candle ទី2ហ្នឹងអាចផ្ដាច់តម្លៃ high candle ទី1ហ្នឹងបានវាជាទម្រង់ផ្សារឡើងបើសិនវាផ្ដាច់អត់បានទេវាជាទម្រង់ផ្សារចុះដែរអូខេបើសិនវាផ្ដាច់អត់បាន sorry បើសិនវាផ្ដាច់អត់បានវាអត់ទាន់ទៅជាទម្រង់ផ្សារឡើងទេប៉ុន្តែក៏វាអត់ទាន់បានបំពេញលក្ខខណ្ឌដើម្បីទៅជាទម្រង់ផ្សារចុះដែរអូខេហ្នឹងកន្លែងហ្នឹងកុំយល់ច្រឡំខ្ញុំនិយាយខុសតិច sorry អញ្ចឹងកាលណាដែរអា candle bullish ទី2ហ្នឹងវាអាចផ្ដាច់តម្លៃ high candle ទី1បានអញ្ចឹងវាទៅជាទម្រង់ផ្សារឡើងបានហើយតែពី candle ហ្នឹងបានហើយព្រោះមានកាន់តែច្រើន candle កាន់តែល្អអញ្ចឹងយើងមកមើលទម្រង់ផ្សារចុះនិងទម្រង់ផ្សារឡើងលើទីផ្សារជាក់ស្ដែងអញ្ចឹងយើងអាចចាប់បានមិនថាមិនបានផ្សារចុះមិនបានផ្សារឡើងទម្រង់ផ្សារចុះមកដល់ candle មួយនេះវាជា bearish trend បានន័យថាជាទម្រង់ចុះដល់ពេលវាបានឡើងមកវិញឡើងមកនៅណាឡើងមកដល់តម្លៃ high ឡើងនេះហើយបានវាចាប់ផ្ដើមបង្កើតជាទម្រង់ផ្សារចុះមកវិញអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញគ្នាយើងមិនកន្លែងsorry កន្លែងនេះវាអត់ឡើងលើទេវាឡើងមកត្រង់នេះវាបានចុះមករងហើយអញ្ចឹងខ្ញុំនឹងមកបញ្យល់គ្នាយើងថាមិនបានខ្ញុំឲ្យអាប៉ុណ្ណឹងវាទៅជាទម្រង់ចុះឬក៏ទម្រង់ឡើងបាន
ភាសាអីកាលណាដែលវាបង្កើតហាយមួយរួចហើយវាមានបង្កើតនេះឃើញបង្កើត candle ទី1រួចហើយ candle ទី2របស់វានេះវាអាចចុះមកផ្ដាច់ជាមួយនឹង low candle ទី1នឹងបានវាអាចចុះមកផ្ដាច់ low candle ទី1នឹងបានអញ្ចឹងបានន័យថាវាបង្កើតជាមួយ trend ឬក៏មួយតម្រងបានហើយដល់ពេលហើយវាមាន candle បន្ទាប់ទៀត candle បន្ទាប់ហ្នឹងឃើញវាជា candle bullish ប៉ុន្តែ candle bullish ហ្នឹងវា candle ទី2វាអត់ជា candle bullish ទេអញ្ចឹងវាអត់ទាន់បានបង្កើតទៅជាតម្រង bullish ហ្នឹងបានទេវានៅជាតម្រង bearish ដែរអញ្ចឹងវាចុះមកបង្កើតជាតម្រង bearish ដល់ពេលកន្លែងនេះមិនបានខ្ញុំឲ្យវាទៅជាតម្រង bullish ដែរដោយសារអីវាបង្កើត candle bullish candle ទី1រួចហើយយើងអាចចាប់រក high candle ទី1នឹងបានយើងឃើញមាន high អត់អញ្ចឹងពេលដែលវាមាន high candle ទី1 candle ទី2នេះវាអាចឡើងមកផ្ដាច់តម្លៃ body តម្លៃ high candle ទី1បានទេអា body candle ទី2នេះវាបិទនៅក្រោមតម្លៃ high candle ទី1ប៉ុន្តែ candle bullish មួយណាដែលទៅផ្ដាច់តម្លៃ high ហ្នឹង candle bullish មួយនេះអញ្ចឹងឲ្យតែមាន high candle ទី1ហើយនៅក្នុងហ្នឹងវាមាន candle bullish មួយទៀតដែលអាចឡើងមកផ្ដាច់តម្លៃ high candle ទី1ហ្នឹងបានវាទៅជាមកតម្រងហើយអញ្ចឹងតម្រងរបស់វាបញ្ចប់ត្រឹមណាបញ្ចប់នៅត្រង់ high ដែលនេះគឺសារអីដោយសារតែមានតែ candle នេះ candle bearish ទី1នេះរួចហើយមាន candle bearish ទី2ដើម្បីមកបង្កើតអីគេបង្កើត body របស់វាមកផ្ដាច់តម្លៃ low នេះអញ្ចឹងឃើញ candle ទី2ហ្នឹងវាមកផ្ដាច់តម្លៃ low មួយនេះដើម្បីអីដើម្បីបង្កើតជាតម្រង bearish ចុះមកដល់ពេលហើយវាបានបង្កើតជា bullish candle ទី2ឡើងមកផ្ដាច់តម្លៃ high អញ្ចឹងវាទៅជា bullish វិញអញ្ចឹងសូត្រថាអ្នកទាំងអស់គ្នាស្គាល់នឹងដើម្បីអីស្គាល់នឹងដើម្បីគេយើងអាចចាប់រក low រក high រក low រក high របស់វាអញ្ចឹងឧទាហរណ៍ថាកន្លែងនេះជាតំបន់ low ថ្មីដល់ពេលហើយវាបានបង្កើត high នៅត្រង់កន្លែងនេះមិន